ឈប់សិនមាលាឈប់សិនហើយប្រញាប់ទៅខាងណានឹងអូនសំឡាញ់យ៉ាងម៉េចកាច់រឹកកាច់រៀងបែបនេះចង់បានថ្លៃខ្លួនខ្ពស់មែនទេអាប្រចង្រៃលេងណាអូយលេងយ៉ាងតាប្រថាលេងជួយផងនៅឲ្យស្ងៀមអូនសំឡាញ់រឿងគ្រូបង្រៀនស្រុកស្រែមិនក៏ពួកគេកាប់ដើមឈើច្រើនម្ល៉េះតើអ្នកណាជាអ្នកបញ្ជាឲ្យកាប់ឲ្យតែយ៉ាងនេះព្រៃឈើច្បាស់ជាអន្តរាយហើយគេខំដាំឯងបែរជាខំកាប់មិនបានទេមិនអាចបណ្ដោយឲ្យពួកគេបំផ្លាញព្រៃឈើបន្តទៀតទេខ្ញុំត្រូវទៅធ្វើស្អីម្យ៉ាងទៅបានលោកគ្រូនេះលោកគ្រូកំពុងតែមើលស្អីហ្នឹងអូបាទអត់មានអីទេហើយចុះនាងមានការអីជាមួយខ្ញុំមានទេបាទអូចាស់លោកគ្រូចាស់បានឮមកថាលោកគ្រូទៅតែផ្លាស់មកពីរាជធានីមែនទេបាទពិតមែនហើយលោកគ្រូពិតជាចម្លែកដល់ហើយនៅរាជធានីស្រស់ស្អាតឆាតឆាយស៊ីវិល័យស្អីក៏មានមិនក៏លោកគ្រូមិនបង្រៀននៅរាជធានីទេសុកចិត្តតែមកបង្រៀនស្រុកស្រែចំការធ្វើអីទេបាទនៅរាជធានីពិតជាស្រស់ឆាតឆាយដូចជានាងនិយាយមែនហើយប៉ុន្តែខ្ញុំមិនបានចាប់អារម្មណ៍នឹងភាពស៊ីវិល័យទាំងនោះទេគោលបំណងដែលខ្ញុំមកទីនេះក៏ព្រោះតែខ្ញុំមើលឃើញថាវិស័យអប់រំនៅទីជនបទហាក់ដូចជាមានកម្រិតនៅឡើយក្មេងៗដែលបានចូលសាលាក៏នៅមានចំនួនតិចទើបខ្ញុំចង់យកចំណេះដឹងដែលខ្ញុំមានមកបង្ហាត់បង្រៀនដល់ក្មេងៗនៅទីនេះហើយយ៉ាលោកគ្រូពិតជាមានសន្តានចិត្តល្អមែនទែនខ្ញុំមិនសរសើរមិនបានទេនេះត្រូវហើយខ្ញុំនៅមិនទាន់ស្គាល់ឈ្មោះលោកគ្រូនៅឡើយទេលោកគ្រូមានឈ្មោះអ្វីដែរទេបាទខ្ញុំឈ្មោះដេនចាលោកគ្រូដេនរីករាយណាស់ដែលបានស្គាល់លោកគ្រូនាងខ្ញុំមានឈ្មោះថាកាញ្ចនាណាចាបាទនាងកាញ្ចនាត្រូវហើយនាងមានដឹងទេថាទីតាំងកាប់ឈើនៅត្រង់នោះជារបស់អ្នកណាដែរហើយនេះលោកគ្រូស៊ូធ្វើអីទេទីនោះគឺជាកន្លែងធ្វើអាជីវកម្មរបស់ឪពុករបស់ខ្ញុំហ្នឹងនាងថាម៉េចហ្នឹងខ្ញុំមានអារម្មណ៍ថាដូចជាមានអ្នកណាដើរតាមខ្ញុំពីក្រោយអ្នកណាគេឆាប់ចេញភ្លាមមកអត់មានអីទេប្រហែលខ្ញុំគិតច្រើនខ្លួនឯងហើយឈប់សិនមាលាឈប់សិនហើយប្រញាប់ទៅខាងណានឹងអូនសំឡាញ់ណែអ្នកប្រុសសួរមិនក៏មកស្កាត់បែបនេះលោកប្រឡឹងខ្ញុំអស់ហើយនេះអ្នកប្រុសមានការអីមាលានៅកំដរបងនិយាយគ្នាលេងនៅត្រង់នេះមកផ្លេតសិនតើអូនដាក់ល្អីអង្គុយចុះសិនទេអត់ទេនិយាយឡើងយ៉ាងម៉េចខ្ញុំប្រញាប់ទៅលក់ដោផងខ្ញុំលាសិនហើយនាងប្រញាប់ទៅលក់ស្អីបើនៅក្នុងល្អីគ្មាននំមួយផងហ្នឹងយ៉ាងម៉េចនាងមាលាស្អីក៏វារឹកសម្បើមម្លេះបានយើងជាកូនសទ្ធីតាមចៃចង់សំណាងឲ្យនាងយ៉ាងម៉េចកាច់រឹកកាច់រៀងបែបនេះចង់បានថ្លៃខ្លួនខ្ពស់មែនទេអាប្រចង្រៃនេះអូយនាងមាលានេះនាងឯងហ៊ានទះកំភ្លៀងយើងផងហ៎ត្រូវហើយខ្ញុំទះឲ្យលោកឯងស្វាងលោកឯងមើងងាយមនុស្សខុសហើយចាមិននឹកស្មានថាកូនប្រុសអ្នកថ្លៃថ្នូរដូចឡងនិយាយពាក្យស្មើក្រកបែបនេះចេញមកទៅកាន់យ៉ាងម៉េចលោកគិតថាខ្លួនឯងអស់ចាប៉ុណ្ណាទេគិតថាប្រុសរបស់ឡងអាចដែរតែងទឹកចិត្តមនុស្សស្រីគ្រប់គ្នាបានអញ្ចឹងហ៎លោកតលេងសើចជាមួយអ្នកណាបានតែកុំមកលេងសើចជាមួយខ្ញុំអីសោះនាងមាលាស្រីចង្រៃនាងឯងហ៊ានបដៅក្បាលយើងផងថ្ងៃនេះយើងត្រូវទៅយកនាងឯងមកធ្វើជាប្រពន្ធឲ្យបានលេងយ៉ាងតាប្រថាលេងជួយផងនៅឲ្យស្ងៀមអូនសំឡាញ់យ៉ាងម៉េចហើយអូននៅមាត់រឹងទៀតទេលេងយ៉ាងតាប្រថាលេងជួយផងចង្រៃលេងយ៉ាងតាកំរោជួយផងអ្នកណាក៏បានដែរជួយខ្ញុំផងឈប់ភ្លាមប្រាប់ថាឲ្យឈប់ឆាប់លេងនាងភ្លាមទៅលោកគ្រូជួយខ្ញុំផងលោកគ្រូការពិតគឺលោកគ្រូទេហើយលោកគ្រូឯងមកចេះដឹងស្អីដែរឆាប់ថយចេញភ្លាមទៅថយចេញទៅឲ្យខ្ញុំថយចេញអញ្ចឹងនៅកណ្ដាលថ្ងៃចេះអញប្រហឹនហ៊ានចាប់មនុស្សស្រីតាមមើលទៅ
anh mình khai cục cho vạ tê mơ tê chắp lên nhưng tê à tê dân mình lên tê với chứ bà hơi ấy tha anh mình lên nè 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 ôi 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 bạn đại dân hai với ôi ôi anh nhìn vậy dân phong á anh chậm mơ nè chắp cào lăng mà hay nín niếng miền cát ấy đại tê ចាខ្ញុំមិនអីទេលោកគ្រូអរគុណលោកគ្រូដែលមកជួយខ្ញុំតន់កុំអីខ្ញុំត្រូវចាំមិនខានទេ មិនអីទេថ្ងៃមុខថ្ងៃក្រោយត្រូវប្រយ័ត្នប្រយែងឲ្យមានទេណាផ្លូវស្ងាត់បែបនេះនាងមិនគួរដើរតែម្នាក់ឯងទេ ចាខ្ញុំដឹងហើយលោកគ្រូ នេះនាងគិតច្បាស់ហើយថាមិនប្តឹងផ្ដាល់គេ ខ្ញុំសម្រេចថាបញ្ចប់រឿងនេះត្រឹមនឹងចោះព្រោះខ្ញុំមិនចង់មានបញ្ហាជាមួយគ្រួសារគេទេយ៉ាងណាខ្ញុំក៏សូមអរគុណលោកគ្រូម្ដងទៀតណា បាទមិនអីទេនៅផ្ទះដង្ខៅច័ន្ទឯងថាម៉េចហ្នឹងវាហ៊ានធ្វើដាក់ឯងដល់ម្លឹងផងអាចង្រៃម្នាក់នេះពិតជាប្រហើនមែនទែនខ្ញុំមិនសុខចិត្តទេពុកត្រូវតែចាត់ការវាឲ្យខ្ញុំ ឯងនេះក៏មិនណយដែរណាមិននៅដល់តែចាចង់ស្រីខុសរបៀបនេះបើនាងនោះវាទៅប្តឹងនោះឯងច្បាស់ជាមនុស្សខ្លួនតែអាសួរហើយឯងកុំភ្លេចណាថាគេមានសាកសីន បងកាញ្ចនាស្អីបងឯងទៀតហើយហ្នឹងបើមិនជួយខ្ញុំទេកុំមកជន់ខ្ញុំថែម នៅសំដីគ្រាន់បើទៀតអាប្អូនចង្រៃនេះ បានហើយពួកឯងស្ងាត់មាត់ទាំងពីរនាក់ទៅពុកចេះចាត់ចែងហើយសួរចាំពុកចាត់ការវាឲ្យតែពេលនេះឯងត្រូវបញ្ញាប់ចូលព្រៃទៅមើលកម្មករសិនទៅឲ្យពួកវាបញ្ញាប់កាប់ឈើហើយដឹកយកទៅឲ្យឈ្មួញខ្ញុំទៅក៏បានតែពុកត្រូវចាត់ការអាម្នាក់នោះឲ្យខ្ញុំណាយ៉ាងណាលេងវាឲ្យត្រង់ខ្លួនទៅណាពុក ប្អូនអាចរៀបរាប់ប្រាប់គ្រូបានទេប្រសិនបើព្រៃឈើត្រូវកាប់បំផ្លាញតើនឹងមានរឿងអ្វីកើតឡើងទេវ៉ាន់ឌឿនឆ្លើយមកប្អូនបាទលោកគ្រូប្រសិនបើព្រៃឈើត្រូវកាប់បំផ្លាញនោះអាកាសធាតុនឹងប្រែប្រួលទៅជាក្តៅខ្លាំងកើតមានគ្រោះធម្មជាតិគ្រោះរាំងស្ងួតមានទឹកជំនន់ខ្យល់ព្យុះជាដើមល្អណាស់វ៉ាន់ឌឿនមានប្អូនណាឆ្លើយយ៉ាងម៉េចទៀតម៉ាឡាអូនយល់ឃើញយ៉ាងម៉េចដែរ ចាលោកគ្រូបាត់បង់ព្រៃឈើគឺបាត់បង់ជំរកសត្វព្រៃហើយធ្វើឲ្យដីក្តៅរឹងគ្មានជ័យជៀនបាត់បង់គម្របដីទឹកភ្លៀងហូរច្រោះដីសរុបមកការបាត់បង់ព្រៃឈើគឺបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរចំពោះជីវិតមនុស្សសិន ល្អណាស់ប្អូនទាំងម៉ាឡានិងវ៉ាន់ឌឿនឆ្លើយបានល្អដូចគ្នាដូច្នេះក្នុងនាមប្អូនជាសិស្សានុសិស្សក៏ដូចជាពលរដ្ឋម្នាក់ត្រូវបដិញ្ញាចិត្តចូលរួមដាំដើមឈើហើយបើសិនជាប្អូនឃើញអ្នកណាកាប់បំផ្លាញព្រៃឈើត្រូវប្រញាប់រាយការណ៍ទៅអាជ្ញាធរជាបន្ទាន់តែប្អូនយល់ដែរទេ ចាលោកគ្រូខ្ញុំយល់ហើយលោកគ្រូ លោកគ្រូដេតទៅជួបខ្ញុំនៅទីចាត់ការឥឡូវនេះបាទលោកនាយកហើយលោកគ្រូទៅចេះដឹងរឿងគេធ្វើស្អីខ្ញុំមិនចង់ឲ្យលោកគ្រូមានបញ្ហាទេណាខ្ញុំយល់ចិត្តលោកនាយកហើយប៉ុន្តែក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំមិនអាចបណ្ដោយឲ្យមនុស្សអាក្រក់បំផ្លិចបំផ្លាញសម្បត្តិធម្មជាតិបន្តទៀតទេបើទោះបីជាមានរឿងអីក៏ដោយក៏ខ្ញុំមិនខ្លាចដែរលោកគ្រូដេននេះខ្ញុំប្រាប់ប៉ុណ្ណឹងហើយលោកគ្រូនៅតែរឹងទៀតខ្ញុំរស់បានសុខមានខ្យល់ដកដង្ហើមបានស្រួលក៏ដោយសារតែមានដើមឈើខ្ញុំដាច់ខាតមិនព្រមឲ្យអ្នកណាបំផ្លាញព្រៃឈើទៀតទេបើលោកនាយកខ្លាចក៏ប្រាប់គេទៅថាលោកមិនពាក់ព័ន្ធជាមួយខ្ញុំទេបើមានបញ្ហាអីឲ្យខ្ញុំទទួលតែម្នាក់ឯងទៅចុះលោកគ្រូដេតនេះលោកគ្រូហ៊ី ទឹកចិត្តរបស់លោកគ្រូពិតជាល្អថ្លៃថ្លាណាស់មិនអាចរកអ្វីមកប្រៀបផ្ទឹមបានទេនំបាត់និងនំសាយសយនេះខ្ញុំយកមកជូនលោកគ្រូទទួលយកទេ អូហូបាទអរគុណហើយណាមេលានំសាយសយរបស់មេលាក្លិនឈ្ងុយដល់ហើយនេះមេលាលក់នំអស់ហើយមែនទេ ចាលោកគ្រូខ្ញុំលក់អស់ហើយនិយាយអញ្ចឹងក
ការសិក្សារបស់ម៉ាឡាប្អូនស្រីខ្ញុំយ៉ាងមិនដែរលោកគ្រូ មានអីម៉ាឡារៀនពូកែណាស់នាងជាសិស្សពូកែនៅក្នុងថ្នាក់នាងយកចិត្តទុកដាក់គោរពវិន័យសាលាហើយដែលសំខាន់នាងជាក្មេងឧស្សាហ៍ស្រឡាញ់ការងារពលកម្មទៀតផងមាលាពូកែមែនដែលចេះអប់រំប្អូនស្រីបានល្អយ៉ាងនេះ ដែលម៉ាឡាកែល្អបែបនេះក៏ដោយសារតែលោកគ្រូដែរតា សង្ស័យតលក់នំលែងដាច់ហើយមើលទិញតើបន្ថែមអាជីពតាក់ប្រុសមកមុខទៀត នឹងកញ្ចនានាង លោកគ្រូដែនលោកគ្រូត្រូវតែប្រយ័ត្នឲ្យមែនទែនហ្នឹងមីស្រីខ្លះវាឃើញលោកគ្រូមានវាឃើញលោកគ្រូសង្ហាំងវាក៏ជ្រួតជ្រើមិនមើលប្រាណដល់ថ្នាក់មករកដល់មុខផ្ទះទៀតមីស្រីប្រភេទនេះលោកគ្រូគូតែកិច្ចចាញ់ឲ្យឆ្ងាយឆ្ងាយទៅកុំនៅចិត្តវាអីប្រយ័ត្នឆ្លងចង្រៃដល់ខ្លួនណាលោកគ្រូ អ្នកនាងកញ្ចនាពាក្យសម្ដីដែលអ្នកនាងនិយាយចេញមកនេះគឺមិនត្រូវទេការវាយតម្លៃទៅលើនរណាម្នាក់ដោយគ្រាន់តែមើលទៅលើរូបរាងខាងក្រៅវាជារឿងអយុត្តិធម៌ណាស់ហើយមួយទៀតខ្ញុំមិនបានខ្លាចឆ្លងចង្រៃពីអ្នកណាទេព្រោះថារបស់ដែលចង្រៃពិតប្រាកដវាស្ថិតនៅក្នុងចិត្តមនុស្សអាក្រក់ទៅវិញទេ លោកគ្រូនេះលោកគ្រូកាន់ជើងវាមែនទេ បើខ្ញុំកាន់ជើងស្មានថាមេលាដើររួចហ៎ លោកគ្រូដែនស្អែកឡើងនៅសាលារៀនយ៉ាងមិនចេះហ្នឹងថ្មនេះហើយមិនទាន់ឃើញលោកគ្រូដេតមកបង្រៀនទៀតតិចលោមានរឿងអីទេដឹង បងស្រីខ្ញុំបារម្ភពីលោកគ្រូណាស់តិចឡើយលោកគ្រូកាត់អីទៅដឹងបងមិនអីទេលោកគ្រូរបស់ប្អូនប្រកាសជាមិនអីទេអង្គុយចាំគាត់មួយសបកសិនទៅណាចាបងចា លេងយើងឆាប់លេងយើងឥឡូវនេះភ្លាមលេងយើងទៅយ៉ាងម៉េចទៅហើយលោកគ្រូកំសត់ឃើញសភាពឯងពេលនេះសំចិត្តយើងខ្លាំងណាស់វើយ ឯងនេះពិតជាអាក្រក់រកលេខដាក់គ្មានមែនរកស៊ីខុសច្បាប់កាប់ឈើយកទៅលក់ប៉ុណ្ណឹងហើយមិនដឹងកំហុសនៅហ៊ានចាប់យើងយកមកធ្វើបាបទៀតឆាប់ដោះលេងយើងភ្លាមលេងយើងភ្លាមសំដីបានណាស់ណោះលោកគ្រូ ដងខៅច័ន្ទរឿងកិច្ចការរកស៊ីរបស់យើងលោកគ្រូឯងមិនគួរមកចេះដឹងទេបង្រៀនសិស្សគិតតែពីបង្រៀនសិស្សទៅដំបើមិនឈឺមិនក៏យកឈើចាក់ដងខៅច័ន្ទតើលោកនៅមានភាពជាមនុស្សខ្លះទេអ្នកផ្សេងទៀតគេខំដាំដើមឈើតែលោកនឹងបាក់ពួកបែកជានាំគ្នាកាប់ឈើយកទៅលក់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនលោកហ៊ានធ្វើដល់ថ្នាក់នេះលោកអាត្មានិយមពេកហើយអាចង្រៃឯងហ៊ានថាអឪពុកយើងផងហ៎នេះអូយនេះណែអូយយ៉ាងម៉េចហើយអាដេនឯងនៅសំដីក្រាន់បើទៀតទេបានហើយអាសួរមើលលោកគ្រូដេនយើងសួរមួយម៉ាត់ទៀតតើលោកគ្រូព្រមឈប់ទេបើលោកគ្រូឈប់ចេះដឹងហើយចោះចូលមកនៅខាងយើងចាត់ទុកថាគ្មានរឿងអ្វីកើតឡើងទៅចុះតែបើលោកគ្រូរឹងមិនព្រមឈប់កុំបន្ទោសថាដង្ខៅច័ន្ទយើងនេះកាចឲ្យសោះ ទោះបីស្លាប់ក៏ខ្ញុំមិនចោះចូលជាមួយមនុស្សអាក្រក់ដូចជាលោកឯងដែរអាចង្រៃនេះណែអូយ បានហើយអាស៊ូអញឈប់វាយទៅលោកគ្រូយ៉ាងម៉េចទៅហើយនឹងលោកគ្រូ បងកញ្ចនាឆាប់ថយចេញភ្លាមថយចេញទៅ អាស៊ូអញកុំផ្ដេសផ្ដាស់អញកុំវាយលោកគ្រូអីហ្នឹងកុំធ្វើបាបគាត់អី ខ្ញុំឈ្មោះខ្លាជាមេកងសន្តិសុខមកពីរាជធានីនេះសម្រាប់ថាលោកគ្រូដេតបាត់ខ្លួនពិតមែនទេ ចាត្រូវហើយលោកគ្រូបាត់ខ្លួនពីថ្ងៃហើយខ្ញុំបារម្ភពីគាត់ណាស់លោកមេកងសូមលោកមេកងជួយតាមរកគាត់ផងណាលោកមេកង លោកគ្រូដេតជាមិត្តសម្លាញ់របស់ខ្ញុំដាច់ខាតមិនឲ្យគេមានរឿងទេនាងកុំអារម្មណ៍អីលេងយើងទៅលេងឯងស្រឡាញ់ដើមឈើយ៉ាងនេះចាំយើងជួយបំពេញបំណងឯងចុះពួកអាដែងចងវាភ្ជាប់ជាមួយនឹងដើមឈើទៅចាំមើលតើវាធ្វើមុខយ៉ាងម៉េចលេងអាសួរឯងនេះសាហាវណាស់បាបកម្មដែលឯងបានសាងឯងច្បាស់ជារស់មិនបានសុខទេ
រស់មិនបានសុខហ៎នេះណែអូយណែអូយអូយអូឈប់ភ្លាមពួកឯងឆាប់ដាក់ដៃចុះភ្លាមដាក់ដៃចុះទៅមេកងខ្លាគឺឯងពិតមែនណាកុំភ័យណាអដេនគ្នាមកជួយឯងហើយកងអង្គរៈចូលទៅចាប់ខ្លួនជនល្មើសកុំឲ្យអ្នកណាម្នាក់រត់រួចឲ្យសោះណែលេងយើងទៅលេងយើងប្រាប់ថាឲ្យលេងចាំខ្ញុំស្រ័យចំណងឲ្យណារឆាយលោកគ្រូរឆាយអរគុណហើយមេលីខ្ញុំអរគុណណាស់ចាមិនអីទេលោកគ្រូអាសួរអញយ៉ាងម៉េចនឹងកូនពុកជួយខ្ញុំផងពងអូដង្ខៅច័ន្ទឈ្មួញទុច្ចរិតមកដល់ហើយតាអ្នកកាប់បំផ្លាញព្រៃឈើនៅត្រង់នេះសោះកងអង្គរៈចាប់ខ្លួនដង្ខៅច័ន្ទភ្លាមទៅអត់ទេណាកុំចាប់យើងលេងយើងភ្លាមលេងយើងទៅនេះហើយជាលទ្ធផលនៃអំពើបាបរបស់លោកកងអង្គរៈឆាប់បញ្ជូនខ្លួនដង្ខៅច័ន្ទនៃសួរនិងអ្នកដែលពាក់ព័ន្ធទៅសាលាស្រុកឥឡូវនេះអត់ទេណាកុំចាប់យើងលេងខុសហើយលេងយើងភ្លាមទៅលេងយើងទៅនៅទីបំផុតដង្ខៅច័ន្ទនិងបពពួកដែលជាជនល្មើសកាប់បំផ្លាញព្រៃឈើក៏ត្រូវបានកងអង្គរៈមកពីរាជធានីបញ្ជូនខ្លួនទៅដាក់ទោសតាមច្បាប់គ្នាអរគុណហើយណាខ្លាដែលឯងទៅជួយសង្គ្រោះគ្នាទាន់ពេលកុំអីគ្នាចប់ជាមិនខានអរគុណហើយណាសម្លាញ់មិនអីទេវាជាតួនាទីរបស់គ្នាស្រាប់ទៅហើយបើឯងចង់អរគុណឯងអរគុណមេលាទៅព្រោះថានាងជាអ្នកនាំផ្លូវគ្នាណាមេលាខ្ញុំអរគុណម្ដងទៀតណាចាមិនអីទេលោកគ្រូជាមនុស្សល្អបានជួយយកអាសាមនុស្សល្អដូចជាលោកគ្រូជាកិត្តិយសរបស់ខ្ញុំហើយសំដីផ្អែមដល់ហើយណតម្លៃអប់រំបុគ្គលលោភលន់សាងអំពើអាក្រក់រមែងជួបសេចក្តីវិនាសសូមចូលរួមដាំដើមឈើនិងថែរក្សាព្រៃឈើឲ្យគង់ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ